អូខេសួស្តីបងប្អូនអរគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលរោងដាំបន្លែរបស់យើងបាទដែលយើងទៅធ្វើការ design ថ្មីសម្រាប់ការដាំពេញប៉ោះបាទអញ្ចឹងអឺវាមានលក្ខណៈខុសពីមុនបន្តិចអញ្ចឹងការធ្វើរោងទេសនាញប្រភេទរបស់វាមានភាពងាយស្រួលអញ្ចឹងដោយសារតែយើងអាចពាក់បាទនេះយើងអាចពាក់កាបពីនេះទៅនោះបានបាទហើយយើងមានកន្លែងជួយទប់ជួយអីទៅដល់ពេលអញ្ចឹងអត្ថប្រយោជន៍របស់វាគឺយើងអាចធ្វើទ្រើងបានបាទនេះគឺជាប្រភេទទ្រើងថ្មីដែលយើងធ្វើការសាកល្បងមើលតើការប្រើប្រាស់ខ្សែនេះវាស្រួលដូចយើងប្រើសំណាញ់អត់ឬក៏យើងប្រើនេះវាស្រួលជាងសំណាញ់ឬក៏យ៉ាងម៉េចយើងនឹងចាប់យកតិចនិចមួយដើម្បីយើង apply ទៅលើពេញប៉ោះរបស់យើងបាទអញ្ចឹងក្នុងមួយដុំនេះបាទខ្សែរបស់វាគឺមានប្រវែង5-10ម៉ែត្របាទអញ្ចឹងជាទូទៅបើសិនយើងមើលនៅក្រៅប្រទេសគឺភាគច្រើនឃើញគេប្រើឲ្យទៅលើការដាំពេញប៉ោះអាយុកាលមិនកំណត់បាទហើយតាក់ទងទៅលើការយើងប្រើនេះក៏វាមានភាពងាយស្រួលក្នុងការដែលយើងជាងសំណាញ់ដែរដោយសារសំណាញ់ខ្លះម៉ោងសំណាញ់យើងប្រើនៅពេលដែលយើងដំណាំយើងងាប់នៅពេលដែលយើងត្រូវការធ្វើការរើវិញគឺពិបាកប៉ុន្តែនេះគឺវាងាយស្រួលជាងបាទងាយស្រួលជាងអញ្ចឹងយើងសាកតេស្តមើលមួយរោងនេះបាទមួយរោងនេះគឺប៉ុណ្ណឹងហើយ240ដុំនេះបានតែមួយចំហៀងទេបាទបានតែមួយចំហៀងហ្នឹងទេអញ្ចឹងក្នុងមួយទេសនាញនេះវាយើងដាំបាន6រោងបាទ6រោងអញ្ចឹងកូនមួយទេសនាញនេះវាចូលខ្ទង់500ដើមបាទហ្នឹងហើយខ្ទង់7500ដើមអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនពាក់ព័ន្ធនឹងប្រព័ន្ធទឹកដូចគ្នាគឺយើងចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរប្រើពីតំណក់ទឹកបាទយើងប្រើប្រភេទពពួកនេះវិញបាទអញ្ចឹងយើងអាចអូសរោងទៅដាក់តាមគល់មួយបាទហើយអញ្ចឹងយើងឃើញថាយើងប្រើបែបនេះវាអាចថាទាំងការដាក់ជីបាទទាំងអីគឺវាចំគោលដៅជាងយើងប្រើតំណក់ទឹកដោយសារតំណក់ទឹកគឺយើងអត់អាចកំណត់ទៅតាមគល់តំណាំដែលយើងចង់ដាក់បានទេអញ្ចឹងវាអាចតែតក់ពេលវាពីកាលអញ្ចឹងតែបើសិននៅក្នុងករណីយើងប្រើនេះអញ្ចឹងជីគឺវាដល់គល់តែម្ដងបាទចា៎នេះជា model មួយដែលយើងធ្វើតែថ្មីត្រូវរោងពេញប៉ោះរបស់យើងបាទហើយនេះវាប្រភេទ4បាទអញ្ចឹងសម្រាប់បងប្អូនត្រូវការប្រភេទតំណក់ទឹកប្រភេទនេះយើងក៏មានលក់ដែរបាទសម្រាប់បងប្អូនត្រូវការបាទអញ្ចឹងគឺយើងរៀបចំបែបហ្នឹងហើយចាំមើលយើងតេស្តមើលរយៈពេលមកវត្តរបស់វាទៅតើការប្រើអានេះបាទអញ្ចឹងសម្រាប់ពេញប៉ោះរបស់យើងថ្ងៃក្រោយទៅគឺប្រព័ន្ធទឹកគឺយើង apply អានេះទៅទាំងអស់ហ្មងគឺយើងលែងប្រើតំណក់ទឹកហើយបាទគឺយើងប្រើអានេះទៅទាំងអស់ហ្មងបាទហើយនេះគឺជាពេញប៉ោះរបស់យើងបាទសុខភាពរបស់វាដូចជាអីទេល្អបាទល្អបាទហើយរោងនេះយើងការកស៊ូដោយសារតែរោងយើងទៅធ្វើការដាំលើកទី1ហើយដីក៏យើងរៀបអត់ទាន់ស្អាតដែរខ្ញុំឃើញថាដីនៅខ្ពស់ទាបច្រើនមែនទែនបាទតែទោះបីយ៉ាងណាក៏អត់អីដែរអញ្ចឹងពេញប៉ោះហ្នឹងគឺសុខភាពរបស់វាល្អមែនបាទតាមពិតប៉ុណ្ណឹងទៅគឺយើងត្រនេះហើយបាទហើយយើងមិនទាន់បានតេស្តពាក់ព័ន្ធនឹងការដាំពេញប៉ោះបាទអូនេះដើមវាមានបញ្ហាបាទអូខេអញ្ចឹងខ្ញុំអត់មានអីច្រើនទេគឺខ្ញុំមានត្រឹមតែប៉ុណ្្នឹងទេបាទហើយគ្រាន់តែចង់បង្ហាញបងប្អូនពីម៉ូដែលរោងរបស់យើងបាទដែលយើងធ្វើការដាក់ថ្មីហ្នឹងគឺវាមានភាពងាយស្រួលអញ្ចឹងបាទរោងដែលយើងធ្វើម៉ូដែលអញ្ចឹងណាអញ្ចឹងបើសិនបងប្អូនត្រូវការផ្ទះសំណាញ់បាទក៏ដូចជាត្រូវការឧបករណ៍សម្ភារៈធ្វើទេសនាញ់យើងក៏មានលក់ដែរមិនថាប្រដាប់គៀបកស៊ូឬក៏កស៊ូ
ស្បៃបាទប្រភេទពួកច្រឡំបាទប្រភេទពួកកស៊ូសម្ភារៈកស៊ូស្បៃខ្សែចងនេះហើយនឹងប្រព័ន្ធទឹកបាទហើយនឹងស៊ីឡាយហ្នឹងក៏យើងមានដែរអញ្ចឹងបើសិនជាបងប្អូនអត់ចេះធ្វើទេបងប្អូនអាចចូលសេវាកម្មយើងទៅតឡើងតែម្ដងក៏បានដែរអញ្ចឹងយើងមានទាំងសេវាតឡើងទស្សនាបាទអើយតឡើងទស្សនាប្រព័ន្ធស្រោចស្រពក៏យើងអាចតឡើងបងប្អូនបានដែរហើយបើសិនជាបងប្អូនដាំប្រភេទពួកបន្លែវល្លិបន្លែផ្លែនៅក្នុងស្លឹកនៅក្នុងរោងយើងក៏អាចធ្វើទ្រឹងប្រភេទនេះឲ្យបងប្អូនបានហើយជាពិសេសគឺបើសិនជាបន្លែផ្លែពពួកតំណាំមួយចំនួនដែរវាផ្កាញីនិងផ្កាឈ្មោលនៅផ្សេងគ្នាគឺយើងអាចសាងសង់ទេសនាញតម្រូវទៅតាមតម្រូវការបងប្អូនដោយយើងអាចលើកជាងវាបានបាទយើងអាចលើកជាងវាបានណាអញ្ចឹងអានឹងគឺជាអត្ថប្រយោជន៍មួយល្អមែនតើបាទសម្រាប់វីដេអូហ្នឹងគឺខ្ញុំមានត្រឹមតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូក្រោយបាទអូខេបាយបាយអរគុណ